ថៃក្តៅចិត្តចោទកម្ពុជាប្រើតារាល្បីពិភពលោកធ្វើសង្គ្រាមព័ត៌មានក្រោយសាររបស់លោកស្រី Angelina Jolie ត្រូវបានចែករំលែកយ៉ាងទូលំទូលាយបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាជាច្រើនបានចែករំលែកសារដែលពាក់ព័ន្ធនឹងលោកស្រី Angelina Jolie រំលឹកការជួយចាប់ក្នុងថ្ងៃខួប1ឆ្នាំដែលកងទ័ពថៃឈ្លានពានទឹកដីកម្ពុជានៅលើបណ្ដាញសង្គមបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួននៅថៃបានលើកឡើងនូវការអះអាងថាកម្ពុជាកំពុងប្រើឥទ្ធិពលរបស់តារាល្បីក្នុងសង្គ្រាមព័ត៌មានទោះជាយ៉ាងណាការអះអាងនេះមិនទាន់មានភស្តុតាងឯករាជ្យឬការបញ្ជាក់ជាផ្លូវការដែលអាចផ្ទៀងផ្ទាត់បាននៅឡើយទេការចែករំលែកសាររបស់តារាល្បីល្បាញនៅលើបណ្ដាញសង្គមគឺជារឿងដែលអាចកើតឡើងដោយអ្នកប្រើប្រាស់ជាសាធារណៈមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ថាមានការរៀបចំឬយុទ្ធនាការផ្លូវការណាមួយនៅពីក្រោយការចែករំលែកទាំងនោះទេអ្នកជំនាញផ្នែកព័ត៌មានបានណែនាំឲ្យសាធារណជនផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿឬចែករំលែកបន្តបណ្ដាញសង្គមអាចធ្វើឲ្យព័ត៌មានរីករាលដាលយ៉ាងឆាប់រហ័សទាំងព័ត៌មានពិតនិងព័ត៌មានដែលមិនទាន់បានបញ្ជាក់ដូច្នេះការតាមដានព័ត៌មានពីប្រភពផ្លូវការនិងប្រភពដែលអាចទុកចិត្តបានគឺមានសារៈសំខាន់ណាស់